លខ្ញុំយល់កាលណារន្ធនចិនដាប្រាថ្នាចង់បានស្រមើស្រមៃឃើញតែកល្យានធ្វើមិនដឹងរឿងបានខានមកពីកាយដងស្ទឹងសង្កែបំពេដួងចិត្តប្រាប់ថាមកមិនណាត់បែកន្តាយរងចាំរបងអិនលួពេលឡើយស្ទឹងសង្កែเป็นរឿងយ៉ាងណាតើឈរនៅស្ងៀមធ្វើឲ្យអ្នកមិនព្រមស្ដីប្រាប់ពីចិនដាពិតទេសំដីថាស្រីមេត្តាដូចទឹកស្ទឹងថាស្នេហារូបខ្ញុំភូមិកលឲ្យក្លិនហាក់មិនរសាយឲ្យរៀមខលខ្លាយស្ទើរតែស្រែកយំពីស្នេហ៍ក៏ចិនក្លិនក្នុងអារម្មណ៍នឹងហើយហៅខ្ញុំមិនរួចទេឡើយឈរនៅស្ងៀមធ្វើឲ្យអ្នកមិនព្រមស្ដីប្រាប់ពីចិនដាពិតទេសំដីថាស្រីមេត្តាដូចទឹកស្ទឹងថាស្នេហារូបខ្ញុំភូមិកលឲ្យក្លិនហាក់មិនរសាយឲ្យរៀមខលខ្លាយស្ទើរតែស្រែកយំ